របៀបដាក់អាឡាញពណ៌បៃតងបែបនេះនៅពេលដែលយើងទាញរូបភាពឬក៏ទាញអក្សររបស់យើងមកគឺវាខាំងអាឡាញបន្ទាត់របស់យើងក្នុងកម្មវិធី Smart Server អញ្ចឹងបើចង់ដឹងចូលទៅកាន់ទស្សនាវីដេអូដូចគ្នាអញ្ចឹងទី1យើងចូលមកកាន់ design មកសុំទោសគឺចូលមកកាន់ layout នេះបាទបន្ទាប់មកយើងយកពាក្យថា align ហើយ scroll ពីមុខក្រោមមកយើងយកពាក្យថា use alignment កាយ use alignment កាយយើងចុចលើវាមួយមកអញ្ចឹងនៅពេលដែលយើងទាញរូបភាពទៅឆ្វេងទៅស្ដាំទៅខាងលើអញ្ចឹងវានឹងបង្ហាញ align ពណ៌បៃតងមួយដើម្បីខាំងរូបភាពរបស់យើងនៅត្រឹម margin ដែលយើងបានកំណត់វានៅលើក្រដាស់របស់យើងក្រដាស់ clip របស់យើងបាទអញ្ចឹងនៅពេលយើងទាញមកកណ្ដាលមកគឺវាបង្ហាញនៅទម្រង់នៅចំកណ្ដាលក្រដាស់របស់យើងឲ្យយើងអូតូអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មិនពាក្យតែចង់រៀនឬឆាតចូល page